បងប្អូនមកមើលពីរបៀបយករូបភាពមនុស្សម្នាក់មកដាក់ជាមួយមនុស្សម្នាក់ទៀតតើគេធ្វើដូចម្ដេចតោះឥឡូវយើងចូលទៅមើលទាំងអស់គ្នាបងយើងទៅចូលទៅ download យកកម្មវិធីមួយដែលមានឈ្មោះថា Photoroom បងប្អូនណាអញ្ចឹងបងប្អូនចូលមើលនេះកម្មវិធីនេះ Photoroom តែមុនចូលយកវាបងប្អូនទៅចូលទៅក្នុង Play Store សិនដើម្បី download យកវាអញ្ចឹងបងប្អូនចុច Play Store មករួចហើយបងប្អូនចុចពាក្យ search នេះមកហើយយើងវាយឈ្មោះវាហើយឈ្មោះ app ហ្នឹងPhotoroom ហើយselect វាមកវានឹងចេញយ៉ាងបែបនេះបងប្អូនឃើញអក្សរនេះដាក់ Photoroom អញ្ចឹងបងប្អូនចុចវា download វាមកដល់ហើយទូរស័ព្ទរបស់ខ្ញុំបាន download រួចហើយវាចេញវាថា open នេះពេលវាចូលពេញហើយបងប្អូនចុចលើពាក្យ open ហ្នឹងមកបងប្អូនណាបាទអូខេចុចវាហើយវានឹងចេញរូបភាពបែបនេះបងប្អូនយកបញ្ជួនមកណារូប3 4នេះមកបងប្អូនជ្រើសរើសយកមកមួយណាក៏បានដែរតែសម្រាប់ខ្ញុំយករូបមួយនេះចុះពេលចុចវាហើយវាឲ្យយើងកន្លែងនេះឲ្យយើងជ្រើសរើសរូបភាពខ្ញុំមិនដាក់ចឹងបងប្អូនទាញឆ្លាញ់រូបភាពមួយណាបងប្អូនយកមកដាក់មកចឹងខ្ញុំអូវាយកទៅក្រោមមកធ្វើការបង្ហាញបងប្អូនណាចឹងខ្ញុំយករូបភាពមួយនេះចុះបងប្អូនដាក់រូបភាពមួយនេះចុចមកពេលនេះរូបភាពបានចូលក្នុង cloud យ៉ាងម៉េចហើយវា generate នៅសល់រូបទៅទេបាទអញ្ចឹងដើម្បីយើងសេរីវាតិចណាបងប្អូនសេរីវាមកកណ្ដាលតិចមកនេះមកតបមកយើងរើយករូបមួយទៀតចូលមកដាក់បងប្អូនណានេះយើងចូលសញ្ញាលេខបូកនេះមានឈ្មោះថា insert អានេះសម្រាប់បន្ថែមរូបបានប្រហែលក៏បានដែរ3 4អីទៅតាមចិត្តដែលយើងចង់តែយើងនេះថែមទៅមួយនឹងបានហើយចុចលេខហ្នឹងមកហើយបងប្អូនចូលក្នុង gallery នេះម្ដងទៀតដើម្បីយករូបយើងហើយទាញចុះក្រោមមកដើម្បីយករូបភាពមួយទៀតទៅមកដាក់បញ្ចូលគ្នាបងប្អូនណាអញ្ចឹងខ្ញុំជ្រើសរើសយករូបមួយនេះចុះបាទខ្ញុំមកដាក់ចូលវាកំពុង generate ហ្នឹងបងប្អូននៅសល់យើងបានរូបពីរនេះនៅក្បែរគ្នាយើងបងប្អូនសេរីវាទៅមកបងប្អូនសេរីតាមក្នុងក្លងនេះបងប្អូនយករៀបដៃពង្រីកពង្រួមវាតាមទំហំប៉ុន្មានដែលយើងចង់ណាបងប្អូនរូបភាពយើងដាក់ប៉ុនគ្នាហើយប៉ុន្តែចឹងបងប្អូនអាចទៅរកជ្រើសរើស background ខ្ញុំមកក្រោយតែមុនហ្នឹងបងប្អូនត្រូវដោនមួយទុកសិនដាំវាបងប្អូនណាដាំរួចហើយបងប្អូនចូលមកយក background នេះដើម្បីដាក់ទាំងទេសភាពអីនៅពីក្រោយឬរូបស្អីដែលយើងចូលចិត្តស្រឡាញ់មកចុចដល់មកវាឡើងបែបនេះបងប្អូនចុចកន្លែងរូបភ្នំនេះមានអក្សរថា image ដាក់មកចុច image មកបាទហើយបើបងប្អូនចង់បានរូបភាពទេសភាពឬកន្លែងណាដែលបងប្អូនចង់ដាក់នៅក្នុង album ក្នុង gallery របស់យើងបងប្អូនចុចយកកន្លែងមកហើយខ្ញុំធ្វើបង្ហាញនេះខ្ញុំចូលយកនៅក្នុងរូបភាពរបស់ app នឹងតែម្ដងមកខ្ញុំចូលយកកន្លែងនេះចុះបាទបងប្អូនណានេះមានទេសភាពស្អាតកន្លែងនេះបាទវាចេញមកហើយ
ខ្ញុំសូមបញ្ជាក់បងប្អូនម្ដងទៀតចំពោះអាកន្លែងប្រអប់ដែលមានអក្សរ Pro ទាំងអស់នេះគឺវាមិនអនុញ្ញាតឲ្យយើងប្រើទេដោយសារវាឲ្យតម្រូវឲ្យយើងបង់លុយអញ្ចឹងបងប្អូនមិនបាច់យកវាទេបងប្អូនចូលអាកន្លែងណាដែលអត់មានអក្សរអស់នេះមកអញ្ចឹងខ្ញុំសូមជ្រើសរើសយកនេះកន្លែងនេះមួយចុះទេសភាពស្អាតឃើញទេបងប្អូនបានស្អាតអត់បានរូបភាពនេះហើយបងប្អូនចង់សេរីវាយ៉ាងម៉េចទៀតណាបងសេរីរូបនឹងទៅដាក់កន្លែងណានេះតាមចិត្តរបស់បងប្អូនចង់អញ្ចឹងខ្ញុំគិតថារូបនេះវាប៉ុណ្ណឹងស្អាតហើយអញ្ចឹងខ្ញុំចុចវាដាន់មួយមកបងប្អូនណាដាន់យករូបភាពនោះទុកណាពេលដាន់រួចហើយបងប្អូនត្រូវ export វាដើម្បីយករូបភាពនោះទៅដាក់ក្នុង gallery របស់យើងបាទនេះវាដាក់ export ដាក់ក្នុង gallery របស់យើងបាទចុចវាមួយមកបករាល់ហើយបងប្អូនណាបងប្អូនអាចយកវាទៅប្រើបានហើយអរគុណចំពោះការតាមដាននិងទស្សនាវីដេអូរបស់ខ្ញុំនេះពីដើមដល់ចប់ហើយបងប្អូនមានចំណាប់អារម្មណ៍ហើយពេញចិត្តសូមជួយចុច like ហើយនិង share មួយផងបាទអរគុណ